วิธีสร้างการเปลี่ยนสวัสดิภาพบัติดาระบาดเน็ตในไปเล่นเกมออนไลน์ក្នុង ยุคสมัยนี้ក្មេងៗមានឱកាសអាចលេង game online បានច្រើនជាងមុនខណៈពេលដែលសកម្មភាពនេះក៏អនុញ្ញាតឲ្យកូនៗរបស់អ្នកអាចភ្ជាប់ទំនាក់ទំនងជាមួយនឹងបុគ្គលដទៃទៀតមិនថាស្គាល់ឬមិនស្គាល់នោះទេក្នុងរូបភាពជាការកម្សាន្តការលេង game online នេះក៏ជាកត្តាមួយដែលអាចធ្វើឲ្យកុមារប្រឈមនឹងបញ្ហាមួយចំនួនដែររួមមានបញ្ហាឯកជនភាពការធ្វើបាបតាមអនឡាញដែលអាចមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពផ្លូវចិត្តរបស់កុមារជំនួសដោយការហាម5ទាំងស្រុងខាងក្រោមនេះគឺជាវិធីសំខាន់ចំនួន5ដែលអ្នកអាចអនុវត្តដើម្បីរក្សាសុខភាពបុត្រធីតារបស់អ្នកនៅពេលលេងហ្គេមអនឡាញ 1. ណែនាំកូនៗពីសុខភាពនៅលើប្រព័ន្ធអនឡាញនៅលើហ្គេមអនឡាញកូនៗរបស់អ្នកអាចជួបនឹងមិត្តថ្មីៗនៅលើនោះតែមិនប្រកាសទេថាបុគ្គលទាំងនោះសុទ្ធតែអាចទុកចិត្តបានតួយ៉ាងបុគ្គលខ្លះអាចលួចស៊ូព័ត៌មានផ្ទាល់ខ្លួនសំខាន់ៗរបស់កុមាររួមមានឈ្មោះពិតអាសយដ្ឋានរស់នៅឈ្មោះសាលាឬលេខទូរស័ព្ទដែលអាចប្រើប្រាស់សម្រាប់សកម្មភាពទុច្ចរិតនានាដូច្នេះអ្នកអាចបញ្យល់កូនៗឲ្យដឹងពីសារៈសំខាន់និងផលប៉ះពាល់នៃសុខភាពអនឡាញដើម្បីការពារកុំឲ្យពួកគេចែករំលែកព័ត៌មានទាំងនេះ 2. ប្រើមុខងារគ្រប់គ្រងដោយឪពុកម្ដាយឬ parental control ការប្រើប្រាស់មុខងារគ្រប់គ្រងដោយឪពុកម្ដាយឬ parental control ពិតជាមានសារៈសំខាន់ក្នុងការការពារសុខភាពរបស់កុមារព្រោះមុខងារនេះអាចអនុញ្ញាតឲ្យឪពុកម្ដាយតាមដានពីសកម្មភាពរបស់កូនៗនៅលើអនឡាញដើម្បីការពារកូនៗពីការប្រើប្រាស់ហួសព្រំដែននិងការពារមិនឲ្យមានទំនាក់ទំនងជាមួយនឹងជនទុច្ចរិតជាដើមតាមរយៈមុខងារនេះអាណាព្យាបាលអាចកំណត់បិទការស្នើធ្វើជាមិត្តបិទការជជែកជាមួយនឹងអ្នកដែលពួកគេមិនស្គាល់និងការកំណត់ជាច្រើនទៀត 3. បង្កើតទម្លាប់ឲ្យកូនៗចែករំលែកពីសកម្មភាពនៅលើអនឡាញអ្នកគួរលើកទឹកចិត្តកូនៗឲ្យចែករំលែកពីសកម្មភាពលេងហ្គេមរបស់ពួកគេដោយអ្នកអាចចាប់ផ្ដើមពីការសម្ដែងធ្វើជាចាប់អារម្មណ៍ទៅលើហ្គេមទាំងនោះសាកល្បងឲ្យកូនៗបង្ហាញពីរបៀបលេងក៏ដូចជាសួរសំណួរផ្សេងៗទៀតយ៉ាងណាមិញអ្នកត្រូវប្រកាសចិត្តថាសំណួរទាំងនោះនឹងមិនធ្វើឲ្យកូនៗមានអារម្មណ៍ថាតានតឹងឬភ័យខ្លាចក្នុងការចែករំលែកតែត្រូវធ្វើយ៉ាងណាឲ្យពួកគេមានអារម្មណ៍ថារីករាយនិងរំភើបក្នុងការជជែករឿងនេះជាមួយអ្នក 4. ជ្រើសរើសហ្គេមដែលសមស្របទៅតាមអាយុរបស់កុមារហ្គេមនៅលើអនឡាញគឺមានច្រើនជម្រើសឲ្យអ្នកជ្រើសរើសបានមិនថាប្រភេទហ្គេមការរចនានិងលក្ខខណ្ឌរបស់ហ្គេមដែលបានបង្កើតឡើងឲ្យសមស្របទៅតាមអាយុរបស់អ្នកលេងហើយដូច្នេះហើយអ្នកត្រូវជ្រើសរើសហ្គេមដែលសមស្របទៅតាមអាយុរបស់កូនៗដើម្បីការពារពួកគេពីឥទ្ធិពលអវិជ្ជមាននានាលើសពីអាយុដែលកូនៗអាចទទួលយកបាន 5. ធ្វើជាគំរូដល់កូនៗមិនមែនមានន័យថាមានតែក្មេងៗទេដែលលេងហ្គេមអនឡាញក៏ប៉ុន្តែឪពុកម្ដាយខ្លះក៏និយមប្រើប្រាស់ហ្គេមអនឡាញនេះជាការកម្សាន្តដូចគ្នាដូច្នេះអ្នកគួរប្រយ័ត្នពីសកម្មភាពរបស់អ្នកនៅពេលដែលអ្នកលេងហ្គេមមួយនេះមិនថាការប្រើប្រាស់ពាក្យសម្ដីនិងពេលវេលានៃការលេងដើម្បីឲ្យសកម្មភាពនេះក្លាយជាគំរូជាក់ស្ដែងសម្រាប់កូនៗអ្នក